តាកូនចង់តាមប៉ាក៏តាមម៉ាក់ខ្ញុំជ្រើសរើសប៉ាចុះបងប្រុសក្នុងទូទឹកក៏អាចទៅជាមួយខ្ញុំបានទេពេលនោះដែរទាំងសាលតុលាការប្រែជាស្ងាត់ជ្រោមប៊ិចរបស់ចៅក្រមបានធ្លាក់លើដីទឹកមុខរបស់ម៉ាក់ប្រែជាស្លេកាំងប៉ាមើលមកខ្ញុំហាក់ដូចជាស្រាប់តែមិនស្គាល់ខ្ញុំតតែសោះហើយក៏ចាប់ពីថ្ងៃនោះមកដែរទើបខ្ញុំដឹងថាការពិតនៅក្នុងផ្ទះដែលខ្ញុំធ្លាប់រស់នៅនោះមានលាក់ទុកអានម្នាក់ដែលគ្មាននរណាម្នាក់ហ៊ាននិយាយចេញមកសោះតើកូននិយាយស្អីកូននិយាយរឿងមិនសមហេតុផលអីហ្នឹងប៉ាបិទបាំងភ្លាមត្រូវប្តឹងប៉ូលីសភ្លាមបិទទុកកន្លែងកើតហេតុគឺបិទទុកផ្ទះរបស់ពួកគេប្រាប់ប៉ាមកមើលអ្វីដែលកូនទើបតែនិយាយមិនមានន័យថាម៉េចបងប្រុសណាគេទូទឹកកកមួយណាលោកពូចៅក្រមឲ្យបងប្រុសគឺនៅក្នុងទូទឹកកកពណ៌ស្ធំនៅឯផ្ទះគាត់ដេកលក់យូរណាស់មកហើយពួកយើងបានសន្យាថានឹងទៅជាមួយគ្នាលោកប្រធានលីរឿងរ៉ាវគឺបែបនឹងឯងកូនប្រុសតើកូនឈ្មោះគូអានមែនទេតើសម្ដីដែលកូនទើបតែនិយាយមិញនេះពិតមែនឬទេអត់បានកុហកទេគ្រូបង្រៀនប្រាប់ថាកុហកមិនមែនជាក្មេងល្អទេក្រុមទី1នាំខ្លួនចៅហ៊ុយនិងគូវេចែកគ្នាត្រឡប់ទៅប៉ុស្តិ៍ដើម្បីសាកសួរក្រុមទី2តាមខ្ញុំទៅរកគូអានខ្ញុំទៅផ្ទះពួកគេដើម្បីជូនដំណឹងដល់ក្រុមបច្ចេកទេសនិងគ្រូពេទ្យក៏សរឲ្យវិច័យឲ្យចុះមកកន្លែងកើតហេតុភ្លាមកូនប្រុសខ្ញុំនៅតូចគាត់មិនអាចនៅម្នាក់ឯងបានទេគាត់នឹងតាមខ្ញុំពួកយើងត្រូវការគាត់ដើម្បីចង្អុលបង្ហាញកន្លែងកើតហេតុគូអានហេតុអើបានជាកូននិយាយបែបនេះហេតុអ្វីបានជាកូនចង់បំផ្លាញម៉ាក់ចៅហ៊ុយនាងស្ងាត់មកទៅតើការពិតនាងបានធ្វើអ្វីខ្លះដាក់អានគោលដៅត្រូវបានបញ្ជាក់ហើយចាប់ផ្ដើមសកម្មភាពអានតើអាចប្រាប់ពូបានទេថាផ្ទះកូននៅឯណាកន្លងផ្លូវបំបែកនេះបត់ឆ្វេងគឺដល់ហើយបងប្រុសដែលកូននិយាយនោះគឺជាអ្នកណាគឺបងប្រុសនឹងឯងតើគាត់មានអាយុប៉ុន្មានឆ្នាំហើយខ្ញុំមិនដឹងទេម៉ាក់ប្រាប់ថាគាត់ជាមនុស្សធំហើយប៉ុន្តែគាត់នៅតែលេងអូតូមែនអ៊ុលត្រាមែនជាមួយខ្ញុំដែលរងចាំគាត់នៅក្នុងកន្លែងត្រជាក់នោះយូរនាពេលណាយូរណាស់មកហើយពីរដូវរងាដល់រដូវក្តៅអានទូទឹកកកដែលកូននិយាយនោះតើវាស្ថិតនៅណាម៉ាក់តែងតែប្រាប់ថាខាងក្នុងនោះកកសាច់សម្រាប់ចូលឆ្នាំមិនអាចបើកផ្ដេសផ្ដាសបានទេព្រោះវាចេញខ្យល់ត្រជាក់ខ្ញុំទៅមើលរបាយការណ៍សិនហើយលោកប្រធានលីប្រភពចរន្តអគ្គិសនីក៏បានជូនដំណឹងដែរបើកកុំមើលអីតើមានការរកឃើញអ្វីខ្លះទេអានកុំខ្លាចអីមានពួកយើងនៅទីនេះអានតើកូនស្គាល់របស់លេងនេះទេវាជាកតាពីក្មេងរបស់បងប្រុសតើប៉ាដឹងយ៉ាងម៉េចដែររាល់របស់របរទាំងអស់របស់បងប្រុសម៉ាក់តែងតែគូររូបកាយនៅលើនោះហើយប្រាប់ថាវាជាសញ្ញាសម្គាល់ផ្ទាល់ខ្លួនរបស់គាត់ចុះតុក្កតាពួកនេះតើកូនរកឃើញវានៅឯណានៅក្នុងប្រអប់របស់ប៉ា
តាក់ទងក្រុមសួរចម្លើយព្រាមដល់លើការសួរចម្លើយគូវេនឹងត្រួតពិនិត្យរាល់ដំណើរទស្សនកិច្ចរបស់គាត់ក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះជាពិសេសគឺកាលពី3ខែមុនតើគាត់ពិតជាបានចេញទៅធ្វើការងារនៅក្រៅមែនឬអត់អានពូសុំសួរសំណួរពីបន្ថែមទៀតបានទេតើកូនរកឃើញនៅក្នុងប្រអប់របស់ប៉ាកាពីពេលណាមានតុកតាអូតូម៉ែននោះបន្ទាប់ពីប៉ាត្រឡប់មកពីធ្វើដំណើរអាជីវកម្មតើអាចប្រាប់ពូបានទេថាថ្ងៃនោះគឺពេលណាតើមានរឿងអ្វីពិតប្រាកដកើតឡើងដែរទេថ្ងៃដែលប៉ាត្រឡប់មកវិញគាត់សប្បាយចិត្តខ្លាំងណាស់គាត់បានទិញរបស់លេងថ្មីឲ្យខ្ញុំវាគឺជាយន្តហោះបញ្ជាពីចម្ងាយដ៏ធំមួយអានកូនមើលចុះប៉ាទិញយន្តហោះបញ្ជាពីចម្ងាយឲ្យកូនហើយពួកយើងបានលេងយន្តហោះជាមួយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវវាបានបុកនឹងជ្រុងជញ្ជាំងហើយធ្លាក់ចុះមកខូចខ្ញុំក៏យំប៉ាក៏ប្រាប់ថាជួយជួសជុលឲ្យអានកុំយំប៉ានឹងជួសជុលវាភ្លាមគាត់ក៏បានរើឧបករណ៍ពីក្នុងថ្នេរប្រអប់ស្បែករបស់គាត់បន្ទាប់មកតុកតាអូតូម៉ែននោះក៏បានធ្លាក់ចេញមកជាមួយឧបករណ៍ប៉ានេះជារបស់លេងរបស់បងប្រុសហេតុអ្វីបានជាវាស្ថិតនៅក្នុងទីនេះអាននេះគឺជាអំណោយដែលប៉ាពិសេសទិញឲ្យកូនវាដូចគ្នាបេះបិទទៅនឹងរបស់បងប្រុសហើយខ្ញុំក៏បានគូររូបកាយនៅលើនោះដែរប៉ាប្រាថ្នាចង់ឲ្យអានមានភាពក្លាហានដូចជាបងប្រុសអានក៏ត្រូវក្លាយជាក្មេងប្រុសក្លាហានដូចជាបងប្រុសដែរប៉ុន្តែប៉ាខ្ញុំមិនបានឃើញបងប្រុសយូរណាស់មកហើយចុះបងប្រុសបានទៅណាហើយអានបងប្រុសបានទៅធ្វើការនៅឯខេត្តឆ្ងាយហើយត្រូវចំណាយពេលយូរណាស់ទើបអាចត្រឡប់មកវិញបាននេះគឺជាអាកំបាំងតូចរវាងពួកយើងជាបុរសកូនមិនត្រូវប្រាប់ម៉ាក់ទេណាពេលនោះខ្ញុំបានជឿជាក់លើសម្ដីរបស់ប៉ាព្រោះថាប៉ាមិនដែលធ្លាប់កុហកខ្ញុំសោះឡើយបងប្រុសមិនបានទៅធ្វើការទេគាត់តែងតែនៅទីនេះក្នុងផ្ទះជានិច្ចនៅក្នុងទូទឹកកកដែលទាំងត្រជាក់ទាំងងឹតនោះថែទាំគាត់ឲ្យបានល្អសាកសួរចម្លើយគូវេជាថ្មីម្ដងទៀតប្រាប់គាត់ថាសម្ដីកុហករបស់គាត់ត្រូវបានកូនប្រុសអាយុ7ឆ្នាំរបស់គាត់បកអាក្រាតយ៉ាងត្រឹមត្រូវគ្រប់ម៉ាត់អស់ហើយប៉ានិងម៉ាក់តើពេលណាទៅពួកគាត់អាចចេញមកបានពួកយើងនៅតែអាចត្រឡប់មកផ្ទះវិញបានទេអានឃ្លានហើយមែនទេញ៉ាំចំណីបន្តិចសិនទៅបងប្រុសប្រកាសជាត្រជាក់ខ្លាំងណាស់ហើយក៏ប្រកាសជាឯកាខ្លាំងណាស់ដែរមីងឲ្យតើខ្ញុំអាចសួរសំណួរមីងមួយបានទេប្រកាសជាបានតើនៅពេលដែលមនុស្សស្លាប់ទៅតើពួកគេនឹងទៅទីណាពួកគេនឹងប្រែក្លាយជាផ្កាយនៅលើមេឃហើយមើលមកពួកយើងពីលើមេឃចុះបងប្រុសក៏បានប្រែក្លាយជាផ្កាយដែរឬទេមែនហើយគាត់នឹងក្លាយជាគ្រាប់ដែលភ្លឺជាងគេបំផុតដើម្បីការពារអានតើកូនស្គាល់អក្សរនៅក្នុងនេះទេខ្ញុំស្គាល់ថ្ងៃទី3ខែធ្នូធ្លាក់ទឹកកកខ្លាំងថ្ងៃទី3ខែធ្នូធ្លាក់ទឹកកកខ្លាំងថ្ងៃនេះបានឆ្លោះគ្នាជាមួយគាត់ទៀតហើយព្រោះតែគូស៊ីនខ្ញុំពិតជាទ្រាំមិនបាននឹងគ្រួសារនេះទៀតទេដំឡើយមានភាពសុខសាន្តស្រស់ស្រួលហើយហេតុអ្វីក៏ត្រូវបន្ថែមមនុស្សម្នាក់ទៀតចូលមកទៀតគាត់គឺជាកូនដែលបងប្រុសបន្សល់ទុកខ្ញុំមិនអើពើនឹងគាត់តើឲ្យនរណាមើលថែគាត់គូវេនិយាយថាគាត់គឺជាខ្សែស្រឡាយតែមួយគត់ដែលបងប្រុសរបស់គាត់បន្សល់ទុកគាត់មិនអាចមិនអើពើបានទេនាងគិតតែពីបងប្រុសរបស់នាងតើអ្នកដឹងទេថាខ្ញុំត្រូវឆ្លងកាត់ការជិះចាប់បណ្ណាជារៀងរាល់ថ្ងៃតើធ្លាប់គិតពីផលប៉ះពាល់លើអានទេប៉ុន្តែតើគាត់ធ្លាប់គិតទេថាខ្ញុំបានគិតពីអានភ្នែករបស់គូស៊ីនគឺដូចគ្នាបេះបិទទៅនឹងប៉ារបស់គាត់ពេលដែលខ្ញុំឃើញគាត់ជារៀងរាល់ថ្ងៃគឺប្រៀបដូចជាបានឃើញបិសាចនោះដែរខ្ញុំស្អប់គាត់ខ្ញុំពិតជាស្អប់គាត់ខ្លាំងណាស់ចាំបន្តិចទៀតសិនចាំផុតបុណ្យចូលឆ្នាំសិនខ្ញុំនឹងរៀបចំឲ្យគាត់ត្រឡប់ទៅផ្ទះចាស់វិញវានឹងមិនប៉ះពាល់ដល់ពួកយើងទៀតទេខ្ញុំរងចាំមិនបានទេសូម្បីតែមួយថ្ងៃក៏ខ្ញុំរងចាំមិនបានដែរខ្ញុំចិត្តត្រូវគាត់ធ្វើឲ្យឈួតស្ទើរតែស្លាប់ទៅហើយម៉ាក់ហេតុអ្វីបានជាបងប្រុសមិនទៅធ្វើការដូចធម្មតាតើគាត់ឈឺរឿងរបស់មនុស្សចាស់កូនកុំសួរអីចូលទៅក្នុងបន្ទប់វិញទៅមិនអនុញ្ញាតឲ្យចេញមកទេខ្ញុំមិនដឹងថាគួរឆ្លើយយ៉ាងណាទេខ្ញុំអាចត្រឹមតែឃុំឃាំងគាត់ទុកក្នុងបន្ទប់មិនឲ្យគាត់ចេញមកក្រៅតែប៉ុណ្ណោះតើអ្នកអាចគុំយកកំហឹងមកដាក់លើកូនបានទេការធ្វើបែបនេះរបស់អ្នកតើវាខុសគ្នាខុសអីទៅគូវេប្រសិនបើបន្តបែបនេះទៀតគ្រួសារមួយនេះនឹងត្រូវបំផ្លាញចោលទាំងស្រុងមិនខានពួកយើងបានឆ្លោះប្រកែកគ្នាជាខ្លាំងម្ដងទៀតគ្រួសារមួយនេះចិត្តនឹងត្រូវបំផ្លាញដោយសារតែក្មេងប្រុសចង្រៃឈ្មោះគូស៊ីននេះហើយដើមឡើយនៅក្នុងចិត្តរបស់ម៉ាក់បងប្រុសគឺបែបនេះឯងដើមឡើយការឆ្លោះប្រកែកគ្នាទាំងអស់នោះគឺសុទ្ធតែមកពីបងប្រុសយកទៅពិនិត្យវិភាគភ្លាមដើម្បីមើលថាតើវាជាភរិយារបស់អ្នកគូវេគឺជើហ៊ុយមែនឬអត់ដោយសារតែសម្ពាធផ្លូវចិត្តរយៈពេលយូរនឹងការស្អប់ខ្ពើមចំពោះគូស៊ីនទើបចុងក្រោយបានសម្លាប់គាត់ហើយអ្នកដើម្បីការពារភរិយានិងរក្សាលំនឹងគ្រួសារឲ្យបានពេញលេញបានជាជ្រើសរើសលាក់បាំងឲ្យគាត់មែនទេលោកប៉ូលីសខ្ញុំសូមសារភាពកំហុសគឺពិតជាខ្ញុំនឹងជើហ៊ុយរួមគ្នាសាកសគុយស៊ីនដាក់ចូលក្នុងទូទឹកកកនោះមែនតើខ្ញុំអាចធ្វើម៉េចបានពេលខ្ញុំត្រឡប់មកផ្ទះឃើញជើហ៊ុយអបអានអង្គុយញ័រនៅលើសាឡុងគាត់ថាជើហ៊ុយគ្មានហើយគាត់ធ្លាក់ពីលើកាំជណ្ដាលដាច់ខ្យល់ស្លាប់ហើយថែមទាំងប្រាប់ថាគាត់មិនបានតាំងចិត្តទេគឺគុយស៊ីនប្រហែលខ្លួនឯងទេខ្ញុំគ្រាន់តែស្រឡាញ់ជើហ៊ុយខ្លាំងពេកនិងមិនចង់ឲ្យអានបាត់បង់ម្ដាយទើបខ្ញុំលាក់បាំងឲ្យគាត់ជើហ៊ុយគុយវិចបានសារភាពអស់ហើយថាគុយស៊ីនមិនមែនជាគ្រោះថ្នាក់អយុធធម៌ទេតើអ្នកនៅតែបន្តកុហកទៀតទេខ្ញុំអត់ទេខ្ញុំពិតជាមិនបានតាំងចិត្តទេគឺគ្រោះថ្នាក់ទេថ្ងៃនោះគុយវិចមិននៅផ្ទះទេខ្ញុំធ្វើបាយក្នុងបាយយានដ្ឋានគុយស៊ីនអារម្មណ៍រំភើបខ្លាំងប្រាប់ថានឹងទៅរកចាំងអ៊ូខ្ញុំខាត់គាត់ហើយគាត់រើបម្នាក់រត់ចេញទៅក្នុងពេលច្របូកច្របល់ក៏ដួលពេលខ្ញុំរត់ទៅដល់គាត់លែងញាក់ទៅហើយ
ប្តីឲ្យកុយស៊ីនគាត់ដួលគាត់ធ្លាក់ពីលើកាំចិន្តាកុំភ័យអីហាមប្តឹងប៉ូលីសបើប្តឹងពួកយើងចប់ទាំងស្រុងហើយអាននឹងខ្លាចជាក្មេងកំព្រាស្ដាប់ខ្ញុំចាប់យកគាត់ដាក់ចូលក្នុងទូទឹកកកលាក់ទុកជាបណ្ដោះអាសន្នសិនចាំរកឱកាសក្រោយពេញមកគឺជាគ្រោះថ្នាក់ពិតមែនសូមជឿជាក់លើខ្ញុំផងលោកប៉ូលីសកុយវិចនឹងចើហ៊ុយម្នាក់និយាយថាជាគ្រោះថ្នាក់ម្នាក់ទៀតនិយាយថាការពារចម្លើយសារភាពរបស់មនុស្សពីរនាក់នេះត្រូវគ្នាយ៉ាងល្អឥតខ្ចោះពួកគេទម្លាក់រឿងគ្រប់យ៉ាងទៅលើគ្រោះថ្នាក់មួយពួកគេកំពុងកុហកកម្មចិន្តាអីផ្ទះពួកគេគឺផ្ទះជាន់ផ្ទាល់ដីតើមានកម្មចិន្តាមកពីណាទៅពិនិត្យកាមេរ៉ាសុវត្ថិភាពរបស់បរិវេណផ្ទះភ្លាមពិនិត្យមើលសកម្មភាពទាំងអស់របស់ពួកគេនៅថ្ងៃទី14ខែកុម្ភៈហើយពិនិត្យកន្លែងកាត់ហេតុសារថ្មីផ្ដល់ការពិនិត្យលើផ្ទះបាយនិងបន្ទប់ទឹកចាស់បាទសូមទស្សនភាពបន្តរជក់ចិត្តទាំងអស់គ្នា